Okay, we go to number 2. Every time she think of her departure from home, she a little homesick. The answer A will have feel, B feel, C feels, and D is feeling. អូខេមុនពេលដែលយើងធ្វើការជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវយើងត្រូវមើលទៅលើខ្លឹមសារលំហាត់របស់យើងជាមុនសិន Every time she think of her departure from home អូខេយើងប្រែថារៀងរាល់ពេលនាងតែងតែគិតដល់ការចាក់ចេញពីផ្ទះបាទនាងគិតដល់ការចាក់ចេញពីផ្ទះនាងនឹកផ្ទះខ្លះៗឬក៏នឹកផ្ទះបន្តិចបន្តួចដែរចម្លើយរបស់យើងទី1គេដាក់ថា will have អូខេ will have fail មានន័យថាម៉េចបើឧទាហរណ៍ថាបើសិនជាយើងទាំងអស់គ្នាជ្រើសរើសយក A ដែលជាចម្លើយត្រឹមត្រូវអញ្ចឹងយើងត្រូវគិតដល់ថាតើចម្លើយនេះគេសរសេរជាទម្រង់អ្វីអូខេ will have fail វាជាទម្រង់ future perfect អញ្ចឹងយើងត្រូវដឹងថាតើយើងប្រើ future perfect ដើម្បីនិយាយពីសកម្មភាពយ៉ាងដូចម្តេចអូខេជាទូទៅការប្រើប្រាស់ទម្រង់ future perfect គឺយើងប្រើដើម្បីនិយាយអំពីសកម្មភាពទាំងឡាយណាអូខេដែលនឹងត្រូវបំពេញដែលត្រូវធ្វើមុនពេលវេលាជាក់លាក់ណាមួយបានមកដល់ឬក៏មុនសកម្មភាពណាមួយអូខេមុនពេលសកម្មភាពណាមួយមកដល់អូខេអញ្ចឹងនៅក្នុងចំណុចមួយនេះចម្លើយរបស់យើងគឺអត់ទាន់ support ទេបាទព្រោះគេប្រើពាក្យថា every time អូខេ every time បើយើងជាទូទៅពាក្យ every time គឺយើងបញ្ជាក់អំពីសកម្មភាពដែលជាទម្លាប់មានន័យថារៀងរាល់ការដែលនាងចាក់ចេញពីផ្ទះនាងតែងតែគិតបាទនាងតែគិតដល់ការធ្វើដំណើររបស់នាងរហូតអញ្ចឹងមិនមែនសកម្មភាពនេះទើបបង្កើតមានឬក៏នឹងបំរុងនឹងកើតទេអញ្ចឹងយើងអត់มันអាចប្រើជាទម្រង់ future perfect បានទេដោយសារតែមាននេះគេមានពាក្យ every time នេះគឺនិយាយពីទម្លាប់រាល់ទម្លាប់ដែលនាងចាក់ចេញពីផ្ទះរាល់ទម្លាប់ដែលនាងចាក់ចេញពីកន្លែងណាមួយទៅកន្លែងណាមួយគឺនាងតែងតែនឹកផ្ទះរបស់នាងអូខេបើយើងប្រើអាន B ជាចម្លើយកិរិយាសព្ទរបស់យើងគឺជា past simple អូខេ past simple ជាទូទៅយើងមិនអាចប្រើនៅក្នុងទម្រង់បែបនេះបានទេដោយសារអីដោយសារតែបើយើងនិយាយពី past simple យើងច្រើនតែនិយាយអំពី complete action អូខេមានន័យថាជាសកម្មភាពមួយដែលចប់សពគ្រប់អូខេមកដល់ត្រង់ចំណុចនេះបើសិនជាយើងប្រើ D ខ្ញុំចូលមកដល់ចំណុច D តែម្ដងបើយើងជ្រើសរើសយក D ជាចម្លើយនោះមានន័យថាសកម្មភាពនេះវាកំពុងតែកើតមាននៅក្នុងខណៈពេលមួយទេប៉ុន្តែផ្ទុយទៅវិញដោយសារតែមានពាក្យ every time បាទ every time នាងតែងតែគិតដល់ការចាក់ចេញបាទដល់ការចាក់ចេញការចេញដំណើររបស់នាងអញ្ចឹងនាងគិតរហូតគ្រប់ពេលគ្រប់វេលាដែលនាងចាក់ចេញនាងធ្វើដំណើរទៅកន្លែងណាមួយគឺនាងតែងតែគិតទៅដល់ការធ្វើដំណើររបស់នាងអញ្ចឹងសកម្មភាពនេះគឺជាសកម្មភាពជាទម្លាប់របស់នាងម្នាក់ហ្នឹងដែលគាត់តែងតែធ្វើដំណើរទៅណាគាត់តែងតែគិតអូខេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ C she feel យើងសរសេរទៅជាទម្រង់ habit ជាទម្រង់ present simple tense